បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកទាក់ទងទៅនឹងការប្រើប្រាស់នៅអនុគមif បាទនិង and ការផ្គុំអនុគម if និងអនុគម and ដើម្បីដោះស្រាយលំហាត់ដែលមានលក្ខខណ្ឌច្រាស់ពីគ្នាទម្រង់ទូទៅស្មើ if បើកញ្ចក់ and logical 1 ក្បៀស logical 2 ក្បៀសចុចក្បៀស logical 30បិទកញ្ចក់ក្បៀស true ក្បៀស false បាត់ពកញ្ចក់បាទដែល and logical 1 logical 2រហូតដល់ logical 30คล้ายទៅជា condition បាទคล้ายទៅជាលក្ខខណ្ឌរបស់អនុគម if ហើយ true ជាចម្លើយដែលស្របនឹង condition និង false ជាចម្លើយច្រាស់នឹង condition បាទយើងយករូបមន្តនេះទៅគណនានៅចំណុចមួយបាទនៅធនាគារមួយបានកំណត់ប្រាក់លើកទឹកចិត្តចំពោះបុគ្គលិកទាំងពីរភេទតាមគោលការណ៍ខាងក្រោមបើបុគ្គលិកនារីមានកូនចាប់ពី2នាក់ឡើងទៅគឺធនាគារត្រូវបន្ថែម$20បើបុគ្គលិកបុរសមានកូនចាប់ពី2នាក់ឡើងទៅនឹងគឺធនាគារថែមជូន$15បាទអញ្ចឹងយើងទៅអនុវត្តដោះស្រាយចំណុចនេះទាំងអស់គ្នាដោយប្រើអនុគម if និង and បាទអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវបើកនៅ computer បាទបើកនៅកម្មវិធី Excel បាទហើយអ្នកទាំងអស់គ្នាត្រូវធ្វើរបាយការណ៍ក៏ដូចជាត្រូវសរសេរបាទឈ្មោះបាទភេទប្រកបហើយនឹងចំនួនកូនបាទបន្តទៀតអ្នកទាំងអស់គ្នាត្រូវបន្ថែមនៅតារាងមួយទៀតគឺប្រាក់បន្ថែមបាទអញ្ចឹងកន្លែងប្រាក់បន្ថែមហ្នឹងហើយដែលយើងត្រូវរនៅក្នុងលក្ខខណ្ឌបាទលក្ខខណ្ឌបើបរោះមានកូន2នាក់ឡើងទៅនឹងថែម$10បាទបើនារីមានកូនចាប់ពី2នាក់ឡើងទៅនឹងថែម$20បាទអញ្ចឹងយើងទៅអនុវត្តដោះស្រាយទាំងអស់គ្នាដោយយករូបមន្ត if និង and បាទជាដំបូងអ្នកទាំងអស់គ្នាយក cursor របស់យើងដាក់នៅលើ cell ដំបូងគេបាទហើយអ្នកទាំងអស់គ្នាយក cursor ដាក់លើ formula bar បាទតោះឥឡូវយើងទាំងអស់គ្នាធ្វើការសរសេរនៅរូបមន្តបាទ if បាទបើកពុកចបាទយើងប្រើពី and បាទបន្តទៅអ្នកទាំងអស់គ្នាបើកវងកញ្ចក់មួយបាទយើងចូលលក្ខខណ្ឌទី1របស់យើងគឺបាទភេទទៅតនឹងភេទគឺអក្សរបាទយើងចុចលើshare ខាងលើគេភេទបាទគឺអក្សរD2 បាទ D លេខ2បាទបន្តទៀតអ្នកទាំងគ្នាប្រើសញ្ញាស្មើបាទអញ្ចឹង D2 ក្នុងចំណោមភេទ D2 បើជាប្រុសបាទអញ្ចឹងដើម្បីសរសេរអក្សរខ្មែរអ្នកទាំងអស់នេះត្រូវប្រើស្ពេចកដោ2បាទហើយយើងសរសេរដូចឈ្មោះនៅក្នុងភេទយើងគឺប្រុសបាទហើយបន្តទៀតអ្នកទាំងអស់គ្នាប្រើក្បៀសមួយបាទប្រើក្បៀសមួយបាទហើយយើងមកចូលដល់លក្ខខណ្ឌទី2បាទលក្ខខណ្ឌទី2គឺកូនបាទលក្ខខណ្ឌទី2គឺต้องកន្លែង column កន្លែងកូនបាទអ្នកទាំងអស់នេះចុចលើកូនចុចលើចំនួនកូនខាងលើគេ set ខាងលើគេបាទគឺយើងចាំថា F2 បាទ F2 F2 បាទមានកូនច្រើនជាងឬស្មើនឹង2ដាក់លេខ2មកអ្នកទាំងអស់នេះបាទហើយយើងបិទមុខកញ្ចក់មួយបាទហើយអ្នកទាំងអស់នេះត្រូវប្រើក្បៀសបាទអញ្ចឹងលក្ខខណ្ឌនេះគឺស្មើនឹងបន្ថែម$15បាទចុចលេខ15មកគឺ$15បាទហើយបន្ទាប់ទៀតអ្នកទាំងអស់នេះប្រើក្បៀសបាទអញ្ចឹងមានថាលក្ខខណ្ឌទី1គឺតកតងនឹងភេទបាទអក្សរ D ឬភេទប្រុសបាទហើយតកតងនឹងអក្សរ F2 នេះគឺតកតងនឹងចំនួនកូនបាទបើភេទប្រុសមានចំនួនកូនចាប់ពី2ឡើងទៅគឺថែម$15បាទអញ្ចឹងយើងចូលដល់លក្ខខណ្ឌទី2បាទ if បើកកញ្ចក់ and បាទលក្ខខណ្ឌទី2យើងដូចគ្នានេះបាទ day2 បាទយើងដាក់អក្សរ D មកបាទ day2 បាទស្មើយើងសេជាអក្សរខ្មែរដល់នេះទៅប្រើស្ពេចកដោ2បាទហើយយើងសេថាស្រីបាទស្រីបាទសរសេរដូចនៅលើ cell របស់យើងនេះបាទដូចនៅលើ page របស់យើងហ្នឹងឯងបាទហើយបន្តទៀតអ្នកទាំងអស់គ្នាប្រើក្បៀសបាទក្បៀសឲ្យអ្នកទាំងអស់គ្នាមើលឡើយនេះដូចគ្នាដែរគឺ F2 បាទកន្លែងចំនួនកូនយើងគឺ F2 បាទធំជាងបាទប្រើធំជាងបាទឬស្មើនឹង2បាទមើល2ហើយអ្នកទាំងអស់គ្នាបិទវងកញ្ចក់បាទបិទវងកញ្ចក់សិនហើយបន្តទៀតអ្នកទាំងអស់ប្រើក្បៀសបាទហើយយើងដាក់ចំនួនទឹកប្រាក់បន្ថែមគឺ$20បាទហើយបន្តមកទៀតក្រៅពីហ្នឹងបាទក្រៅពីហ្នឹងគឺ0បាទយើងដាក់ក្បៀសមួយមកហើយយើងដាក់0
បាទហើយយើងបិទវងកញ្ចក់បាទទៅតទៅការបិទវងកញ្ចក់នៅទាំងអស់នេះប្រើ if ប្រមាណបាទ if បាទលក្ខខណ្ឌយើងគឺមានតែ2ទេបាទអញ្ចឹងយើងបិទវងកញ្ចក់2បាទបើយើងផ្ទៀងផ្ទាត់មើល if and បើកវងកញ្ចក់ភេទប្រុសបាទ d នេះទៅតនៅ cell d យើង d2 បាទ d2 យើងគឺប្រុសបាទក្បៀសបាទ f2 វិញយើងគឺទៅទៅនឹងចំនួនកូនបាទចំនួនកូនធំជាងឬស្មើ2បាទនឹងថែម$15បាទលក្ខខណ្ឌទី2គឺif បាទបើកវងកញ្ចក់ and ហើយ d2 ដដែលបាទ d2 ទៅតភេទបាទភេទបើកវងកញ្ចក់ភេទស្មើទៅគេដល់2ស្រីបាទយើងបញ្ជាក់ថាស្រីនោះគឺបាទក្បៀស f2 បាទ f2 គឺចំនួនកូនច្រើនជាង2បាទគឺថែម$20ហើយក្រៅពីនោះគឺ0បាទអញ្ចឹងយើងធ្វើការ enter បាទនេះអញ្ចឹងទៅទៅនឹងស្រីដែលមានកូន3នាក់គឺគាត់បានថែម$20បាទហើយឥឡូវយើងធ្វើការអូសបន្តមកទៀតបាទហើយទៅនឹងប្រុសបាទប្រុសនៅកន្លែងនេះគឺមានកូនតែមួយទេchứគាត់អត់ទទួលបានប្រាក់ឧបត្ថម្ភទេទៅនឹងប្រុសបាទសំទោសទៅនឹងប្រុសមានកូន2នាក់គាត់បានថែម$15បាទហើយទៅនឹងស្រីបាទស្រីមានកូន3នាក់គាត់បាន$20បាទហើយទៅនឹងស្រីបាទកូនម្នាក់គឺអត់មានទេអត់បានប្រាក់បន្ថែមទេបាទទៅនឹងប្រុសមានកូន2នាក់គឺថែម$15បាទអញ្ចឹងទៅនឹងការកើតអានិអនុគម if និង and if និង and បញ្ចូលគ្នាមានតែប៉ុណ្្នឹងទេហើយសកម្មភាពអ្នកទាំងអស់នេះអាចធ្វើបានបាទបើសិនបើអ្នកទាំងអស់នេះពុំទាន់បាន Subscribe Channel YouTube ខ្ញុំបានទេសូមអ្នកទាំងអស់នេះជួយ Subscribe Channel YouTube ខ្ញុំបានផងបាទខ្ញុំបាទសូមអរគុណហើយនឹងរងចាំតាមដានវីដេអូភាគទី2នៃការប្រើ if និង and បន្តទៀតបាទអរគុណជម្រាបលា